កម្ពុជានិងថៃប្រកាសចុះកិច្ចព្រមព្រៀងសន្តិភាពក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជម្រាបសួរបងប្អូនដែលកំពុងតាមដាន Channel ការវិភាគអំពីព្រឹត្តិការណ៍អន្តរជាតិថ្ងៃនេះដែរថ្ងៃទី26ខែតុលាឆ្នាំ2025យើងមានព័ត៌មានអំពីការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដើម្បីមកចែករំលែកជូនបងប្អូននៅថ្ងៃទី26នៅវេលាម៉ោង12ថ្ងៃត្រង់នេះបងប្អូននៅឯប្រទេសម៉ាឡេស៊ីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងគ្នាក្រោមអធិបតីរបស់លោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីការចុះកិច្ចព្រមព្រៀងសន្តិភាពនេះគឺធ្វើឡើងបន្ទាប់ពីកម្ពុជានិងថៃបានប៉ះទង្គិចនឹងគ្នារវាងកងកម្លាំងយោធានិងបានចាប់កងទ័ពរបស់កម្ពុជាធ្វើជាចំណាប់ខ្មាំងបន្ថែមទៀតបងប្អូនទើបនៅថ្ងៃទី26នេះគឺមានការចុះកិច្ចព្រមព្រៀងដោយមានលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីធ្វើជាសាក្សីនៅក្នុងកិច្ចព្រមព្រៀងនេះចំណែកឯកងទ័ពកម្ពុជាគឺនៅមិនទាន់មានព័ត៌មានអំពីការដោះលែងនៅឡើយទេបងប្អូនដែលថៃបានចាប់ទៅដោយថៃបានលើកឡើង4ចំណុចទី1គឺត្រូវដកសពាវុធធុនធ្ងន់ចេញពីទីតាំងចំនួនសិនចំណុចទី2គឺត្រូវបោសសម្អាតមីននៅឯតំបន់ចំនួននេះដែរអញ្ចឹងជា2ចំណុចនេះដែលប្រទេសថៃបានដាក់លក្ខខណ្ឌមកកម្ពុជាដើម្បីឲ្យកម្ពុជាអនុវត្តសិនទើបមានការដោះលែងកងទ័ពយើងនឹងរងចាំមានព័ត៌មានលម្អិតបន្ថែមទៀតដើម្បីរាយការណ៍ជូនបងប្អូនទាំងអស់គ្នា